ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យគម្រប់ខួប13ព្រះវស្សាថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធនៃអង្គព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រព្រឹត្តទៅក្នុងសភាពដ៏មហោឡារិកអធិកអធមក្រៃលែងនៅព្រះពន្លាក្នុងព្រះឧបោសថរតនារាមព្រះកៅមរកតព្រះបរមរាជវាំងវេលាព្រឹកថ្ងៃពុធ8រោចខែអស្សុជឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2025យាងនឹងអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះដែរមានសម្ដេចក្រមព្រះនរោត្តមចក្រពង្សឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងឯកឧត្តមកៅពុទ្ធរស្មីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្ដេចនរោត្តមសិរីវុឌ្ឍឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រស្ដេចក្រមខុននរោត្តមព្រៃសភ័ណ្ឌទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានសម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោកអ្នកអង្គញាមហាភក្តីគង់បញ្ញាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងឯកឧត្តមស្រីនូរីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រឯកឧត្តមឈីហនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងព្រះរាជវង្សានុវង្សនិងនាម៉ឺនសមុខមន្ត្រីព្រះបរមរាជវាំងគួររំលឹកថាព្រះករុណាព្រះបាទសម្ដេចព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គប្រសូតនៅថ្ងៃទី31ខែតុលាឆ្នាំ1922និងយាងសោយព្រះទីវង្គតនៅថ្ងៃ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2012ដោយព្រះរគាពាធក្នុងជន្មាយុ90ព្រះវស្សានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនក្រោមព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងព្រះករុណាជាម្ចាស់ជីវិតលើត្បូងបានធ្វើការប្រារព្ធនៅរាល់ព្រះរាជពិធីបុណ្យថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធនិងព្រះរាជពិធីបុណ្យដ៏ល្អប្រពៃទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ប្រជាជាតិខ្មែរដើម្បីជាកិច្ចតបស្នងថ្វាយចំពោះព្រះរាជឧបការៈគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាននៃអង្គសម្ដេចឪសម្ដេចតាទូតជាអង្គម្ចាស់នៃយើងបានប្រព្រឹត្តទៅដោយភាពខ្ពង់ខ្ពស់បំផុត ។
ក្នុងព្រះរាជកម្មវិធីបន្តនៃព្រះរាជពិធីបុណ្យបានប្រកាសទូលឆ្លងនិងប្រារព្ធនៅបទនមស្ការព្រះរតនត្រ័យដើម្បីជាកិច្ចគោរពចំពោះព្រះគុណបុណ្យដ៏ថ្លៃថ្លារបស់ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាសាវកនិងបានសមាទានសិលទៅតាមសិក្ខាបទដែលជាពុទ្ធបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងដើម្បីនាំមកនូវសេចក្តីសុខចម្រុងចម្រើនដល់បុគ្គលក្រុមគ្រួសារនិងសង្គមជាតិព្រះរាជពិធីបុណ្យបានអារាធនាយាងនិមន្តសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតអំលីមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពោធិវាំងកតេបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមង្គលទេពាចារ្យវង្សអានីតាសម្ដេចព្រះសង្ឃបបិទ្ធប្រគំម្ដាយសង្ឃដ៏ចម្រើនហើយរីចង្ហាន់បណ្ឌបាតនៃទូលព្រះបង្គំយើងខ្ញុំបកករណាទាំងឡាយប្រកបដោយធម៌បានមកបកបតិសញ្ញាតិតមោយាយ៉ាងនិដាសិតោបញ្ញបសុឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុកសូមឲ្យជាលះបាត់សេចក្តីទុកទៅដែលដល់ហើយនៅស្រីសូមឲ្យជាលះបាត់ទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាលះបាត់សេចក្តីសោកទៅសូមទេវតាទាំងឡាយទាំងពួងអនុមោទនាវត្តោក្នុងព្រះរាជកម្មវិធីដ៏វិសេសវិសាលបន្តមកទៀតនៃព្រះរាជពិធីបុណ្យព្រះករុណាចាំងម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួមដង្ហែដោយព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំនិងនាម៉ឺនសពមុខមន្ត្រីព្រះបរមរាជវាំងបានយាងនិងអញ្ជើញក្នុងព្រះរាជពិធីព្រះសង្ឃគោចរបិណ្ឌបាតថ្វាយប្រគេនផតតាហាចង្ហាន់ត្រៃលៀងតយទាននិងបវរណាចតុបច្ច័យចំពោះសម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈនិងព្រះមន្ត្រីសង្ឃទាំង90ព្រះអង្គព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយាងសោយព្រះទីវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះសូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុងព្រះសុគតិភពប្រកបដោយសម្បត្តិសួគ៌និងសម្បត្តិព្រះនិព្វានជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុតម្យ៉ាងវិញទៀតដោយអំណាចនៃព្រះមហាករុណាធិគុណចំពោះជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាព្រមទាំងព្រះគុណបុណ្យព្រះដេចបារមីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានសូមបានប្រកបតែនឹងសេចក្តីសុខសុភមង្គលត្រជាក់ត្រជុំចម្រុងចម្រើនជាដរាបតរៀងទៅ
คุณเข้าใจคุณนะ